Vivo X200 Ultra បន្ទាប់ពី update version ហើយគឺ notification យឺតខ្លាំងមែនទែនធ្លាប់និយាយចែកម្លែកបងប្អូនអរគ្នាតាក់ទងពីការសេរី setting ដើម្បីកុំឲ្យ Vivo នេះវា let notification ប៉ុន្តែឥឡូវជួបផ្ទាល់ខ្លួនឯងហើយអញ្ចឹងទោះបីយើងសេរីយ៉ាងណាក៏ដោយក៏ទូរស័ព្ទនេះនៅតែ let notification ដែរពីព្រោះដោយសារតែយប់ម្សិលខ្ញុំ update version ចុងក្រោយបន្ទាប់មកទៀតគឺបន្ទាប់ពីនឹងមកតាក់ទងនឹង Telegram និង Facebook ពេលខ្លះអាចគេ call មកចូលពេលខ្លះ call មកអត់ចូលអញ្ចឹងគឺពិបាកប្រើមែនទែនអញ្ចឹងខ្ញុំព្យាយាមរកតាក់ទងពី setting សេរីអីផ្សេង reset all setting ឬក៏សេរីអីផ្សេងក៏ដោយគឺនៅតែយឺតដូចគ្នាមិនគ្រប់ទាំងអស់ទេដូច Vivo របស់គ្នាខ្ញុំម្នាក់ទៀតគឺគាត់ update ដែរតែអត់អីគាត់ប្រើទៅធម្មតា notification គេ call មកអីផ្សេងគឺចូលធម្មតាប៉ុន្តែ notification របស់ខ្ញុំឥឡូវចប់ហើយពេលខ្លះ call មក10ដងអីចឹងអាចអត់ចូលម្ដងអញ្ចឹងអ្នក call មកគឺរៀងអន់ចិត្តតិចហើយអញ្ចឹងពេលខ្លះទទួលស្គាល់ឥឡូវខ្ញុំទទួលស្គាល់មែនតើតាក់ទងពី let notification អញ្ចឹងទោះបីព្យាយាមរក setting យ៉ាងណាក៏ដោយក៏វានៅតែ let ដូចគ្នា version មុនគឺអូខេប្រើទៅគឺអត់មាន let ទេព្រោះដោយសារខ្ញុំប្រើម្ដង Samsung ផងហើយនឹងផងអញ្ចឹង notification គឺវា load មកគឺ load ស្មើគ្នារហូតប៉ុន្តែឥឡូវអត់ទេពេលខ្លះ Samsung load តដាច់ហើយ Vivo ទៅ load បាន load ទឹងមកប្រាប់ថា missed call from អ្នកណាទៅពេលខ្លះអត់ load ទៀតគឺពិបាកប្រើមែនតើអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែពិចារណាតាក់ទងនឹង Vivo គួរតែគិតសាមីហើយបងប្អូនគិតថាបើសិនជាបងប្អូនអត់សំខាន់លើ notification ហ្នឹងទេមានថាគេ call មកពេលខ្លះចូលឬមិនចូលអត់សូវសំខាន់ទេឬក៏សំខាន់លើកាមេរ៉ាខ្លាំងអាហ្នឹងប្រើបានប៉ុន្តែបើសិនជាបងប្អូនសំខាន់ notification ដូចខ្ញុំអញ្ចឹងពេលខ្លះភ្ញៀវគាត់ call មកពេលខ្លះគ្នាខ្ញុំ call មកអីចឹងគឺពិបាកមែនតើអញ្ចឹងបើសិនជាសំខាន់កាមេរ៉ាខ្លាំងចាំទិញវាហើយបើសិនជាបងប្អូនរៀងគិតថា notification សំខាន់ដែរអាចចាណាសាមីបានព្រោះរៀងពិបាកដែរព្រោះដោយសារតែធ្លាប់តែទិញមកដំបូងទិញមក set up មកវាប្រើស្រួលប៉ុន្តែ version ក្រោយគាត់ថា update ភ្លាមវា call អត់ចូលប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងមិនមែនថាមិនគ្រប់គ្នាអញ្ចឹងណាមានន័យថាទូរស័ព្ទខ្ញុំមួយទេឬក៏អ្នកផ្សេងអត់ច្បាស់ដែរទេតែគ្នាខ្ញុំគាត់ប្រើមួយគ្នាអត់អីទេមានន័យថា notification គាត់ load ធម្មតាគាត់ update ហើយណា load ធម្មតាតែរបស់ខ្ញុំពេលខ្លះ load ពេលខ្លះអត់អញ្ចឹងបងប្អូនអាចចារណាបានអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយណាបាយបាយ